ចាតើតើជាមួយនឹងវិស័យបង្ហាញម៉ូដចាចាំបាច់បំផុតគឺជាមួយនឹងការរៀបចំខ្លួនថែខ្លួនហើយអាកប្បកិរិយានិងចរិតរបស់យើងផ្ទាល់ផងដែរមិនមែនថានៅពេលដែលបងអូនចាប់ដើមមានសន្ទុះនៅក្នុងវិស័យហ្នឹងហើយបងអូនចាប់ដើមប្រែចរិតអត់ទេអញ្ចឹងយើងនៅប្រកាន់ខ្ជាប់នៅចរិតរបស់យើងដដែលហើយមានអីអាប់ដេតថ្មីជារៀងរាល់ឆ្នាំរៀងរាល់ខែយើងត្រូវតែមានអីអាប់ដេតថ្មីរហូតអញ្ចឹងជាពិសេសមួយទៀតយើងត្រូវតែគោរពនៅពេលវេលាគោរពសិស្សច្បងទោះបីជាឃើញសិស្សច្បងនៅកន្លែងណាឬក៏មិត្តភ័ក្តិយើងគេហៅថាភាពសុជីវធម៌ចាសុជីវធម៌ត្រូវតែមានអញ្ចឹងបងសូមជូនពរដល់បងប្អូនសម័យថ្មីសូមឲ្យគាត់បំផុសគំនិតល្អវិស័យ fashion ឲ្យបានច្រើនហើយនឹងនាំយកនៅបព្វធម៌អរិយធម៌ខ្មែររបស់យើងមកសម្រាប់វគ្គខ្មែររបស់យើងទៅកាន់ពិភពលោកផងដែរក្នុងនាមបងគឺជាអតីតតារា model បើនិយាយបានចាពិតជាមានអារម្មណ៍ថាសប្បាយចិត្តហើយដូចមានអារម្មណ៍ថារំភើបដែលប្រទេសកម្ពុជាយើងឥឡូវគឺគាត់មានគេថាមានឱកាសក្នុងការបង្ហាញសម្ភារៈពាក់ខ្មែរដូចជាសម្ភារៈសម័យទៅកាន់ពិភពលោកហើយមានកម្មវិធីថ្មីច្រើនមែនទែនចូលមកកាន់ប្រទេសកម្ពុជារបស់យើងបាននៃប្រទេសរបស់យើងទូលំទូលាយខ្លាំងឥឡូវក្នុងការវិស័យ fashion អញ្ចឹងបានយើងមានឱកាសនៅក្នុងកម្មវិធីអន្តរជាតិដូចជាតិអញ្ចឹងក្នុងនាមបងជាអតីត model បងពិតជាមានអារម្មណ៍ថាមោទនភាពចំពោះបងប្អូនសម័យថ្មីក៏ដូចជាបងប្អូនជំនាន់ក្រោយហើយសូមឲ្យគាត់ប្រកាន់ខ្ជាប់នៅប្រពៃណីយើងដដែលទោះបីជា fashion ដល់កម្រិតណាក៏យើងនៅតែមានប្រពៃណីយើងជាពិសេសលើកយកនៅវប្បធម៌អរិយធម៌របស់យើងទៅកាន់ពិភពលោកឲ្យពិភពលោកបានស្គាល់ឲ្យបានច្រើនហើយបងពិតជាមានមោទនភាពមែនតើនិយាយទៅចា